សិក្សាអំពីរូបមន្ត MIT MIT គឺរកតួអក្សរដែលនៅកណ្ដាល syntax ស្មើ MIT select text ខមាមក start number ខមាមក number character តោះអញ្ចឹងយើងមើលឧទាហរណ៍ទី1គឺយើងវាយស្មើ MID បើកវងកញ្ចក់ select លើ text ហ្នឹងមកខមារួចហើយយើងយកលេខ2ខមាមកយកលេខ3 enter បាទអញ្ចឹងគឺ AN អញ្ចឹងបានន័យថាលេខ2ហ្នឹងគឺលេខ2កណ្ដាលហ្នឹងគឺចាប់ផ្ដើមពីតួទី2យើងតួទី1គឺអក្សរ C តួទី2គឺអក្សរ A អញ្ចឹងយកពីអក្សរ A ទៅលេខ3ក្រោយហ្នឹងគឺរាប់ចំនួន3អក្សរអញ្ចឹងយកពី A 3អក្សរមានន័យថា AN តោះអញ្ចឹងយើងមើលរូបមន្តមួយទៀតគឺស្មើ MIN MI តោះអញ្ចឹងយើងមើលរូបមន្តមួយទៀតស្មើ MID បើកមកចក select លើ text ហ្នឹងខមាយើងវាយលេខ3ខមាវាយលេខ4 enter អញ្ចឹងមានន័យថាយើងរាប់ពីចំណុចកណ្ដាលហ្នឹងគឺតួទី3ទៅអញ្ចឹងមានន័យថា S1 E2 N3 អញ្ចឹងរាប់ពី N ទៅហើយលេខ4ក្រោយហ្នឹងគឺយកចំនួន4តួអក្សរអញ្ចឹងមានន័យថារាប់ពីបាទ N ហ្នឹង1 G 2ដកឃ្លា3 D 4អញ្ចឹងចម្លើយចេញ NG ដកឃ្លា D